បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទប្រខេសូមលើកដៃអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានជួយមកខ្ញុំកុំអីជើងខ្ញុំបើទៅយឺតប្រហែលជា3ថ្ងៃទៀតពេទ្យគេថាអាចនឹងកាត់ហើយខ្ញុំមិនដឹងថាជើងខ្ញុំកាត់អីដល់ពេលទៅដល់ពេទ្យដុកទ័រ3នាក់គេមើលជើងខ្ញុំគឺជើងខ្ញុំមេរោគចូលហើយទាំងខ្ញុំអត់ដែរទៅណាសោះនៅតែផ្ទះមេរោគចូលជើងប៉ុន្តែជំងឺអស់ហ្នឹងគឺផ្ដើមចេញពីជំងឺមួយគឺជំងឺគេងអត់លក់របស់ខ្ញុំហ្នឹងធម្មតាតែយើងគេអត់លក់ប្រព័ន្ធការពារក្នុងខ្លួនយើងវាខ្សោយអញ្ចឹងវាឆាប់ឈឺនេះឈឺនោះហើយឈឺម្ដងអស់រាប់ពាន់អញ្ចឹងអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានជួយខ្ញុំបាទដូចជាអរគុណដល់ម៉ែហ៊ុនម៉ែយឺដែលបានជួយខ្ញុំឲ្យមានជើងនៅដើរសប្ថ្ងៃអរគុណខ្លាំងមែនទែនពុកម៉ែបងប្អូនហើយថ្ងៃនេះខ្ញុំចេញមកអរគុណដល់ពុកម៉ែបងប្អូនដែលបានជួយខ្ញុំមានបានធូរប៉ុន្តែគោលក្បាលវាអត់ទាន់ល្អសម្រាប់ធ្វើអីមួយទេហើយក៏សូមទោសទៅដល់ sponsor ទាំងអស់ដែលខ្ញុំអត់ទាន់ធ្វើការឲ្យគាត់ដោយសារតែខួរក្បាលខ្ញុំវាអត់ទាន់ល្អសម្រាប់នឹកឃើញធ្វើវីដេអូណាឲ្យពួកគាត់ចឹងណាធ្វើវាស្រួលទេធ្វើខ្ញុំគ្រាន់តែថតទៅបង្ហាញផលិតផលទៅបានហើយប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងខ្ញុំចង់ធ្វើឲ្យល្អឲ្យពួកគាត់ចឹងមកខ្ញុំដកឃ្លាឲ្យសូមអធិស្ឋានដែលខ្ញុំធ្វើយឺតធ្វើអីចឹងទុកពេលឲ្យខ្ញុំបន្តិចទៀតហើយថ្ងៃនេះអ្វីដែលខ្ញុំចង់ពឹងពុកម៉ែបងប្អូនឲ្យជួយ share វីដេអូខ្ញុំហ្នឹងគឺខ្ញុំចង់លក់TikTok របស់ខ្ញុំអ្នកទាំងអស់គ្នាTikTok របស់ខ្ញុំគឺខ្ញុំមាន296k ចុច 9 ហ្នឹងណាថា297ចុះបាន100នាក់ទៀតណាខ្ញុំចង់លក់តាម1500ទេវាស្មើនឹង1k 5រៀលគឺតម្លៃវាទីផ្សារវាតែប៉ុណ្្នឹងហើយខ្ញុំលក់នេះខ្ញុំអត់យកលុយទៅមើលជំងឺយកអីទៀតទេខ្ញុំរៀងគ្រាន់ធូរហើយគឺខ្ញុំយកលក់យកអីវ៉ាន់នេះអីវ៉ាន់របស់ខ្ញុំអូនីកូម៉ាដែលខ្ញុំចង់កំងវាម្ដងទឹកដុំហើយយកមកលក់ព្រោះឥឡូវខ្ញុំចង់រកស៊ីសិនដើម្បីឲ្យកុំឲ្យខ្លួនឯងហ្នឹងវា stress ខ្លាំងពេកវាគិតច្រើនខ្លាំងពេកព្រោះអ្នកនេះដឹងស្រាប់ហើយខ្ញុំងើបឡើងមកដួលឃើញខ្ញុំឡាយទាំងយប់ទាំងថ្ងៃមហឹកមុនខ្ញុំឡាយទាំងយប់ទាំងថ្ងៃឡាយសុកមេរោគចូលជើងទៅពេទ្យដំបងអត់អីទៅពេទ្យទៅព្រោះអត់លុយហើយណាមួយលុយនឹងទុកឲ្យស៊ីផងអីផងបងផ្ទះទឹកភ្លើងផងតែយកអត់ហ៊ានទៅពេទ្យទេអញ្ចឹងដោយសារអាណិតប្រពន្ធឃើញប្រពន្ធយំខ្លាំងពេកក៏ដាច់ចិត្តផុសទៅក៏ពុកម៉ែបងប្អូនជួយហើយនឹងបានម៉ាក់អីជួយប៉ុន្តែដើមទុនអស់រលីងអត់មានអីរកស៊ីទៀតទេអញ្ចឹងឥឡូវបើខ្ញុំលក់ TikTok ខ្ញុំនៅសល់ Facebook ដែរទុកសម្រាប់លក់អីវ៉ាន់របស់ខ្ញុំអញ្ចឹងតែអ្នកណាដែលគេចង់បាន TikTok របស់ខ្ញុំយកទៅរកស៊ីយកទៅធ្វើមេត្តាអីផ្សេងធានាថាល្អព្រោះ TikTok ខ្ញុំបង្កើតតាំងពី2020ដល់21ដឹងយូរឆ្នាំ4 5ឆ្នាំហើយអញ្ចឹងគឺអត់ដែល ban អត់ដែលអីទេអា account របស់ខ្ញុំគឺល្អហ្មងអញ្ចឹងវាចង់បានតាក់តងទៅលើ Telegram របស់ខ្ញុំលក់តែ1500ទេវាស្មើនឹង1ខែ$5អូខេប៉ុណ្ណឹងខ្ញុំតែប៉ុណ្្នឹងខ្ញុំអត់ហ៊ានចេញវីដេអូច្រើនទេហើយខ្ញុំក៏បានធូរជើងដែរខ្ញុំបានដើរបានអីបានហើយអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងត្រង់ប្រការណាមួយត្រង់ពាក្យសម្ដីរបស់ខ្ញុំក៏សូមអធិស្ឋានផងដែរកុំឲ្យចេញមកអានេះចេញមកគិតតែពីត្អូនតែអីចេះអីចុះមិនមែនទេខ្ញុំគាត់ណាចង់លក់យកដើមទុនរកស៊ីព្រោះឥឡូវខ្ញុំធ្វើវីដេអូធ្វើអីវាអត់ទាន់កើតអញ្ចឹងណាខ្ញុំវាឈឺច្រើនហើយសង្ឃឹមថាខ្ញុំអាចងើបដួលហើយខ្ញុំងើបរហូតខ្ញុំអត់ដេកទេគឺខ្ញុំត្រូវតែងើបអញ្ចឹងចង់ក្រោយអរគុណដល់ពុកម៉ែបងប្អូនដែលបាន share វីដេអូនេះអរគុណច្រើនជម្រាបលា